vàព័ត៌មានទី1នេះគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានទៅផ្ដល់សក្ខីកម្មនៅសភាហើយបានបញ្ជាក់ឲ្យដឹងថាការចំណាយទៅលើសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ឥឡូវនេះឡើងទៅដល់ 37.5 លានដុល្លារសហរដ្ឋអាមេរិកហើយឥឡូវនេះគឺក្រសួងកំពុងតែស្នើសុំថវិការហូតដល់ 67,000 លានដុល្លារបន្ថែមទៀតសម្រាប់សង្គ្រាមនឹងផងសម្រាប់កិច្ចការមួយចំនួនធ្វើឲ្យប្រសើរឡើងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបាទព័ត៌មានទី2នេះគឺជាអត្ថាធិប្បាយរបស់លោកឆាងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាជាប្រតិកម្មតបទៅនឹងអ្វីដែលលោកសៀស័កភួងគិតកៅរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបាននិយាយពាក់ព័ន្ធជាមួយនឹងបាទជំហររបស់ថៃក្នុងចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជាហើយព័ត៌មានទី3នេះគឺព័ត៌មានក្តៅលោក Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានបណ្ដេញលោកអគ្គមេបញ្ជាការកងទ័ពឬក៏មេទ័ពកំពូលរបស់ប្រទេសអ៊ុយក្រែនដោយសារតែមានចលាចលនយោបាយក្រោយពីលោក Zelensky បានបណ្ដេញរដ្ឋមន្ត្រីក្រសួងការពារជាតិវ័យក្មេងដែលមានប្រជាប្រិយភាពដែលនាំឲ្យមានការតវ៉ាដោយកម្រនៅក្នុងទីក្រុងគៀវហើយធ្វើឲ្យមានវិបត្តិជាបន្តបន្ទាប់បាទការបណ្ដេញចេញដោយសារតែចរិតមិនស៊ីសង្វាក់គ្នារវាងរដ្ឋមន្ត្រីការពារជាតិហើយនិងមេអគ្គមេបញ្ជាការកងទ័ពរបស់អ៊ុយក្រែនព័ត៌មានទី4នេះគឺលោកប្រធានាធិបតី Donald Trump បានសន្យាថាក្នុងពេលឆាប់នេះសហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកទៅលើភ្នំ Cakes បាទរបស់ប្រទេសអ៊ីរ៉ង់ដែលគេសង្ស័យថាជាទីដែលអ៊ីរ៉ង់ធ្វើជារោងចក្រនុយក្លេអ៊ែរបាទអញ្ចឹងនឹងមានការទម្លាក់បន្ថែមទៀតទៅលើកន្លែងនោះហើយបាទដែលធ្វើឲ្យសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះអាចនឹងឆាប់ឆេះពេញទំហឹងព័ត៌មានទី5នេះគឺក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកបានបង្ហាញអត្តសញ្ញាណបាទទាហានរបស់សហរដ្ឋអាមេរិកទី3ដែលបានពលីនៅក្នុងប្រទេសអ៊ីរ៉ាក់គឺក្នុងពេលដែលគេព្យាយាមដោះបំផ្ទុះបាទឬក៏ដោះ drone ដែលធ្លាក់នោះទេគាត់អត់មានចូលរួមនៅក្នុងការដោះនោះទេគាត់ទៅឈរក្បែរនោះហើយបំណែកនៃផ្ទុះនោះគឺទៀតមកត្រូវគាត់បានស្លាប់បាត់បង់ជីវិតនឹងព័ត៌មានចុងក្រោយពីសហរដ្ឋអាមេរិកនេះគឺនៅរដ្ឋ New Jersey អភិបាលរដ្ឋបានទទួលស្គាល់ជាលើកដំបូងបាទថាពិតជាមានចំនួនមនុស្សប្រមាណជា 6,600 នាក់ដែលមិនមែនជាពលរដ្ឋអាមេរិកាំងប៉ុន្តែមានឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតហើយក្នុងចំណោមនោះមានមនុស្សប្រមាណជា400នាក់បានលួចបោះឆ្នោតបានបោះឆ្នោតបាទក៏ប៉ុន្តែអ្នកស្រីអភិបាលរដ្ឋបានបញ្ជាក់ថាមិនមែនជាកំហុសរបស់ពួកគេទេគឺពេលដែលគេទៅសុំបានបាក់បននៅកន្លែង DMV បាទកន្លែងមន្ទីរដឹកជញ្ជូននោះគឺគេដាក់ចុចច្រឡំកុំព្យូទ័រវាមានបញ្ហាចុចច្រឡំទៅបាទក៏ប៉ុន្តែនេះគឺជាការសារភាពមួយរបស់អភិបាលរដ្ឋក្នុងរយៈពេលតែប្រហែលថ្ងៃក្រោយពីលោកត្រាំថាមានភាពមិនប្រក្រតីនៅក្នុងបញ្ជីបោះឆ្នោតនៅសហរដ្ឋអាមេរិកដោយអ្នកដែលមិនមែនជាពលរដ្ឋអាមេរិកមានឈ្មោះនៅក្នុងបញ្ជីបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយក៏មានរឿងខ្លះពីកម្ពុជាហើយនិងពីប្រទេសអ៊ុយក្រែនណាបាទព័ត៌មានទី1នេះព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានខាង military ខាងការពារជាតិបើយោងតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth ហើយនិងលោកអគ្គមេបញ្ជាការកងទ័ពចម្រុះឬក៏កងទ័ពរួមរបស់សហរដ្ឋអាមេរិកគឺលោក Dan Kent បានអញ្ជើញទៅឆ្លើយនៅមុខគណៈកម្មាធិការព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបាទដែលនៅក្នុងពេលនោះគឺលោកបានបញ្ជាក់ឲ្យដឹងថាការចំណាយសម្រាប់សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ឥឡូវនេះឡើងទៅដល់ចំនួន 37.5 37,000 លានដុល្លារសហរដ្ឋអាមេរិកហើយបាទ
គឺជាការចំណាយដ៏ច្រើនមួយក្នុងគណៈពេលដែលសង្គ្រាមនេះកំពុងតែអូសបន្លាយពេលដោយមិនទាន់ដឹងថានឹងចប់នៅពេលណានៅឡើយនោះទេលោករដ្ឋមន្ត្រីក៏ដូចជាលោកមេបញ្ជាការកងទ័ពរួមបានបញ្ជាក់ថាគឺក្រសួងការពារជាតិឥឡូវនេះស្នើសុំថវិកាបន្ថែមរហូតដល់ចំនួន$67,000 លានបាទ$67,000 លានបាទដើម្បីជាថវិកាបន្ថែមជួយដល់សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ហើយនឹងបាទធ្វើការចំណាយផ្សេងទៀតរបស់ក្រសួងដែលមានដូចជាក្របរំសេវ drone ហើយនឹងការដាក់ពង្រាយកងទ័ពនិងកងឆ្មាំជាតិបាទទៅតំបន់ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិកហើយនឹងនៅរដ្ឋធានី Washington បាទហើយក្នុងពេលដែលស្នើឡើងហ្នឹងគឺបានត្រូវបានខាងសមាជិកព្រឹទ្ធសភាហ្នឹងគឺសម្ដែងនៅការមន្ទិលសង្ស័យដោយបានបញ្ជាក់ថាថវិកានឹងដូចជាមិនត្រូវចាំបាច់ទេពីព្រោះអីក្រសួងនៅមានថវិកាចំនួន$75,000 លានទៀតនៅសល់បាទហើយនៅឆ្នាំមុននោះបាទគឺជាផ្នែកមួយនៃថវិកាចំនួន$156,000 លានជាថវិកាគេបូកបញ្ចូលគ្នាទៅបានពីក្នុងច្បាប់សម្រាប់ការចំណាយទៅលើក្រសួងការពារជាតិនេះបាទដូច្នេះសមាជិកព្រឹទ្ធសភានីមួយហាក់ដូចជាសម្ដែងការមិនគ្រប់គ្រងដោយបានបញ្ជាក់ថាថវិកាការពារជាតិដែលក្រសួងការពារជាតិសប្តាហ៍ថ្ងៃនេះកំពុងតែសុំនោះគឺមានរហូតដល់បាទ$1.3 trillion ឯណោះអញ្ចឹងដូច្នេះមកយកអីថវិកានេះនៅពេលនេះទៀតបាទចឹងនេះគឺជាការវិវត្តមួយដែលកាលពីមុនលោករដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានកាលពីខែឧសភាណាកាលពីខែឧសភាលោករដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះគឺត្រូវការថវិកាចំនួនប្រមាណជា$29,000 លានទេប៉ុន្តែឥឡូវឡើងដល់$37,000 លានកន្លះហើយនៅតែសង្គ្រាមនេះមិនទាន់បញ្ចប់ទេបាទព័ត៌មានទី2បាទគឺជាអត្ថាធិប្បាយរបស់លោកឆាងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោកបានចេញប្រតិកម្មតបជាមួយនឹងអ្វីដែលលោកសៀស័កភួងកិតកែវរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានថ្លែងពាក់ព័ន្ធជាមួយនឹងការដោះស្រាយជំនាស់ព្រំដែនទឹកនិងព្រំដែនគោករវាងកម្ពុជាហើយនិងថៃដោយលោកឆាងយុបានចាត់ទុកលោកភួងកិតកែវថាជាមនុស្សខ្វះវិជ្ជាជីវៈហើយមានអេរយាប័តដែលមិនស័ក្តិសមជាថ្នាក់ដឹកនាំមកពីប្រទេសដែលមានការអភិវឌ្ឍដូចជាប្រទេសថៃនោះឡើយនៅក្នុងនោះគឺលោកឆាងយុបានសរសេរថាប្រតិកម្មឆ្លើយតបរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃចំពោះការប្រើប្រាស់ជំរើសស្របច្បាប់របស់កម្ពុជាក្នុងការបង្ខំឲ្យមានដំណោះស្រាយលើចំនួនព្រំដែនសមុទ្រនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្របានធ្វើឲ្យកិត្យានុភាពរបស់ប្រទេសថៃធ្លាក់ចុះក្នុងនាមជាប្រទេសដែលគោរពច្បាប់គួរកត់សម្គាល់ថាប្រទេសថៃនៅតែបន្តរក្សាកងកម្លាំងប្រដាប់អាវុធនៅលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដែលនេះគឺជាការរំលោភលើកិច្ចព្រមព្រៀងបទជបាញ់និងច្បាប់អន្តរជាតិដូច្នេះនៅពេលដែលរដ្ឋាភិបាលថៃចេញមុខបង្ហាញក្តីខឹងសម្បារចំពោះសកម្មភាពស្របច្បាប់របស់ប្រទេសកម្ពុជាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រគឺរឹតតែឆ្លោះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថាប្រទេសថៃយល់ព្រមអនុវត្តតាមច្បាប់អន្តរជាតិតែក្នុងករណីណាដែលផ្ដល់ផលប្រយោជន៍ដល់គោលដៅនយោបាយរបស់ខ្លួនតែប៉ុណ្ណោះការប្រតិកម្មនេះមិនមែនជាអេរយាប័តត្រឹមត្រូវរបស់ប្រទេសអភិវឌ្ឍឬមានភាពចាស់ទុំនោះឡើយបាទនេះគឺជាប្រតិកម្មរបស់លោកឆាងយុចំពោះលោកសៀស័កភួងកិតកែវដែលបាននិយាយថាការចរចាខាងព្រំដែនគោកជាមួយនឹងកម្ពុជាហាក់ដូចជាបិទទ្វីរហើយបាទបិទទ្វីរហើយក្រោយពីកម្ពុជាសម្រេចប្រើប្រាស់យន្តការដោះស្រាយចំនួនដោយបង្ខំក្រមច្បាប់សមុទ្រ UNCLOS របស់អង្គការសហប្រជាជាតិព័ត៌មានទី3នេះគឺលោកសេលិនស្គីប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានសម្រេចបណ្ដេញមេទ័ពកំពូល
របស់ប្រទេសហើយបាទហើយលោកបានសន្យាផ្ដល់ការងារទៅដល់លោក Federal ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិដែលលោកទៅបណ្ដេញចេញនេះនៅតំណែងដែលសមស្របធំជាងមុនមួយទៀតឲ្យទៅលោករដ្ឋមន្ត្រីបាទបើយោងតាមសេចក្តីរាយការណ៍របស់ The Guardian បានឲ្យដឹងថាលោកបានបណ្ដេញចេញហើយក្រោយពីមានការតវ៉ានៅទូទាំងប្រទេសអ៊ុយក្រែននឹងតែម្ដងដែលជាការតវ៉ាដល់កម្រក្នុងពេលដែលកំពុងមានប្រទេសជាតិកំពុងតែមានសង្គ្រាមនេះបាទដោយសារតែអ្នកប្រជាពលរដ្ឋគាត់គ្រប់គ្រងលោករដ្ឋមន្ត្រីក្រសួងការពារជាតិវ័យក្មេងបាទលោក Federal ហ្នឹងគឺអាយុទៅ35ឆ្នាំប៉ុន្តែលោកមានប្រជាប្រិយភាពដោយសារតែការប្រើប្រាស់ drone វាប្រហារចូលទៅក្នុងទឹកដីរបស់រុស្ស៊ីយ៉ាងជ្រៅបាទដែលធ្វើឲ្យចំនួនកងទ័ពរបស់អ៊ុយក្រែននោះគាត់មិនខាត់បងច្រើននៅក្នុងការថ្លែងតាមទូរទស្សន៍កាលពីពេលយប់គឺលោក Zelensky បានមានប្រសាសន៍ថាលោកបានតែងតាំងលោក Mikhailo Drapatya ដែលជាឧត្តមសេនីយ៍ដែលមានប្រជាប្រិយភាពនិងមានការច្នៃប្រឌិតបាទជាអគ្គបញ្ជាការកងទ័ពថ្មីរបស់ប្រទេសអ៊ុយក្រែនលោក Drapatya គឺជាអ្នកដែលបានមើលទទួលខុសត្រូវចំពោះការរៀបចំឡើងវិញនៅរចនាសម្ព័ន្ធកងទ័ពរបស់អ៊ុយក្រែននេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតីបាទលោក Zelensky ក៏បាននិយាយថាលោកនឹងផ្ដល់តំណែងឲ្យលោក Mikhailo Fedorov បាទមកធ្វើការនៅក្នុងរដ្ឋាភិបាលវិញបាទក្រោយពីបានដកលោករដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះហើយបានបណ្ដាលឲ្យមនុស្សរាប់សែននាក់រាប់ម៉ឺននាក់ចេញមកតវ៉ាទាមទារកុំឲ្យដកលោកនោះបាទគឺការតវ៉ាហ្នឹងបានធ្វើឡើងនៅក្នុងទីក្រុងគៀវក្នុងរយៈពេលប្រហែលថ្ងៃជាប់គ្នាហើយនឹងនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ុយក្រែនផងដែរបាទដែលជាបាតកម្មមិនធ្លាប់មានទេបាទជាបាតកម្មនយោបាយបាទលោកប្រធានាធិបតីបានសរសើរលោកស៊ីស្គីលោកអគ្គមេបញ្ជាការដែលលោកបណ្ដេញចេញហ្នឹងដែលជាអ្នកដែលមានស្នាដៃនៅក្នុងការការពារទីក្រុងគីវប្រិមិត្តណាដែលដឹងប្រវត្តិនៃការចូលឈ្លានពានរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែននោះគឺដឹងហើយសល់តែប្រមាណគីឡូម៉ែត្រទៀតទៅប៉ុណ្ណោះការពិតដល់ជាក្រុងគីវទៅហើយចូលដល់ក្នុងចូលដល់ស្ពានមួយចុងក្រោយដែលចូលដល់ទីក្រុងជិតចូលដល់កណ្ដាលទីក្រុងគីវទៅហើយប៉ុន្តែទីហ៊ានអ៊ុយក្រែនបានទប់ជាប់វិញបាទអញ្ចឹងលោក Zelensky គាត់សរសើរលោក Sixky ដែលដឹកនាំកម្លាំងទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីនាពេលនោះបាទហើយនឹងក៏ជាអ្នកដែលមានរៀបផែនការនឹងដឹកនាំការប្រយុទ្ធនៅចាំបាននេះខាងកាលពីរដូវក្តៅឆ្នាំ2024រុស្ស៊ីអ៊ុយក្រែនបានវាយចូលទៅក្នុងខេត្តមួយរបស់រុស្ស៊ីនោះគឺខេត្ត Kursk បាទដែលជាលើកទី1ហើយចាប់តាំងពីសង្គ្រាមលោកលើកទី2បានបញ្ចប់ដែលមានកម្លាំងបរទេសវាចូលទៅក្នុងទឹកដីរបស់រុស្ស៊ីបានបាទនឹងគឺជាស្នាដៃដែលលោកអគ្គមេបញ្ជាការនឹងបានធ្វើឡើងអញ្ចឹងដូច្នេះលោក Zelensky ក៏អរគុណគាត់នឹងទទួលស្គាល់ដែរក៏ប៉ុន្តែធ្វើម៉េចការដឹកនាំវាមានប្រទេសគ្នាគឺដូច្នេះលោក Federal ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិដែលទៅបានដកចេញពីតំណែងនោះគាត់ស្វាគមន៍អគ្គមេបញ្ជាការថ្មីដោយចាត់ទុកថាវាជាការដកដង្ហើមស្រូបខ្យល់បរិសុទ្ធថ្មីហើយវាផ្ដល់នូវក្តីសង្ឃឹមហើយចំពោះប្រជាពលរដ្ឋរបស់អ៊ុយក្រែនដែលកំពុងតែតស៊ូដើម្បីសេរីភាពនិងយុត្តិធម៌បាទនេះគឺជាសម្លេងមួយនៃការផ្លាស់ប្ដូរបាទចឹងប្រិមិត្តសូមបើកមុខកញ្ចក់បន្តិចខ្ញុំធ្លាប់បានជម្រាបប្រិមិត្តយូរហើយបើជាលោកលៀងគាត់ចូលតាំងពីយូរបានដឹងមេរៀននេះហើយខ្ញុំបានបញ្យល់ថាការដឹកនាំក្រុមតូចមួយក៏ដោយស្ថាប័នមួយក៏ដោយចំណេះយើងមួយហ្នឹងគឺវាសំខាន់ហើយជាដឹកនាំក៏ប៉ុន្តែត្រូវមានគេថា soft skill មួយទៀតបាទជំនាញទន់មួយទៀតហ្នឹងគឺការដឹកនាំមនុស្សបាទដឹកនាំសមាជិកក្រុមហ្នឹងពីព្រោះម្នាក់គាត់មានបុគ្គលិកលក្ខណៈផ្សេងគ្នាអញ្ចឹងគាត់ធ្វើការហ្នឹងតែណាចូលចិត្តចេះនឹងចូលចិត្តចុះត្រូវសម្រួល
សម្រួលឲ្យគាត់ធ្វើការជាមួយគ្នានឹងបាទច្រើនបាទខ្ញុំធ្លាប់ជួបករណីបាទខ្ញុំចង់និយាយកន្លែងធ្វើការខ្ញុំនិយាយមួយម៉ាត់ចុះបាទមានអ្នកខ្លះគាត់ថាអូឃើញអ្នកនេះចេះខ្ញុំប្រហែលជាអាចខ្ញុំលំអៀងទៅអ្នកនោះលំអៀងទៅអ្នកនោះអញ្ចឹងក្នុងការសម្រេចចិត្តរបស់ខ្ញុំប៉ុន្តែទីបំផុតនៅពេលដែលខ្ញុំធ្វើការសម្រេចចិត្តជាផ្លូវការគឺគាត់សរសើរគាត់ថាខ្ញុំអត់មានយកបកពួកនិយមមកដាក់ក្នុងខ្លួនក្នុងការសម្រេចចិត្តពីព្រោះអីសំខាន់ណាស់គេដោយលោក Zelensky អញ្ចឹងលោករដ្ឋមន្ត្រីក្រសួងការពារជាតិក្មេងហ្នឹងគាត់មានកំណត់ប្រើ drone ប្រើអីនោះវាប្រហារក៏ប៉ុន្តែចរិតគាត់អត់ស៊ីគ្នាជាមួយនឹងលោកមេបញ្ជាការតាមធម្មតាលោករដ្ឋមន្ត្រីលោកជាមេរបស់លោកមេបញ្ជាការតែលោកក្មេងជាងហើយលោកមេបញ្ជាការគាត់ចាស់ជាងបាទអញ្ចឹងទៅវាជារឿងដែលគេថា clash of personality គឺការប៉ះទង្គិចនៅអត្តចរិតរៀងៗខ្លួនហ្នឹងវាជាសំខាន់ណាស់មើលមុខគ្នាអត់ចំបាទកូនចៅក៏ថាអីមេអី35ខ្ញុំ60អីពេលខ្ញុំធ្វើទាហានឯងមិនតាន់កើតប៉ុន្តែខ្លះខ្ញុំធ្វើការឬក៏ខ្ញុំធ្វើទាហានឯងមិនតាន់អីចេះសៀកខោអញ្ចឹងទៅបាទមិនស្ដាប់គ្នាដែរអញ្ចឹងទៅប៉ះទង្គិចគ្នាហើយដោយសារតែគាត់មេទាហានដែលមានស្នាដៃយ៉ាងពយូរហើយលោក Zelensky ស្ដាប់ច្រើនជាងអញ្ចឹងសុខចិត្តដករដ្ឋមន្ត្រីការពារជាតិនឹងចោលដល់ពេលអញ្ចឹងប្រជាប្រដ្ឋបោះឈុលឥឡូវដើម្បីទប់ប្រជាប្រដ្ឋដេញមេបញ្ជាការកងទ័ពដាក់អ្នកថ្មីមួយទៀតបាទអញ្ចឹងទៅសំខាន់ណាស់ណាអញ្ចឹងដឹកនាំគឺអ្វីដែលត្រូវដោះស្រាយមួយទៀតនោះគឺនាំសមាជិកក្រុមឲ្យធ្វើការជាមួយគ្នាដែលមានអត្តចរិតផ្សេងគ្នានឹងតែម្ដងការលំបាកក្នុងនាមជាមេដឹកនាំគឺបញ្ហានឹងមួយដែរណាបាទប៉ុន្តែដូចបើនៅខាងប្រចាំប្រទេសខ្ញុំឃើញនៅខាងខ្មែរដូចគេបង្រៀនដែរយ៉ាងម៉េចទៅព្រោះខ្ញុំមិនដែលបានរៀនធ្វើខ្ញុំមិនដែលធ្វើការរាជការខ្មែរប៉ុន្តែបើនៅសហរដ្ឋអាមេរិកក្តីនៅក្នុងអង្គការសហប្រជាជាតិក្តីមុននឹងឲ្យយើងឡើង manager គេនាំទៅបង្រៀនអាហ្នឹងហើយគេបញ្យល់នឹងតែម្ដងអំពីការគ្រប់គ្រងមនុស្សដែលមានចរិតខុសគ្នាបុគ្គលិកយើងប្រភេទណាហ្នឹងគេឲ្យមើលអ្នកខ្លះ passive អ្នកខ្លះ active អ្នកខ្លះ creative ហ្នឹងគេបរៀនយើងឲ្យមើលអញ្ចឹងផងដែរបាទដូចគ្នានៅដែរពេលគ្រូបរៀនបាទគ្រូបរៀនក៏អញ្ចឹងដែរគ្រូបរៀនពេលដែលឆ្នាំចុងក្រោយយើងរៀនគ្រូកសលហ្នឹងក៏គេបរៀនយើងដែរណាមុនចឹងចេញទៅគ្រូក៏គេបរៀនដែរសិស្សខ្លះគាត់ជួបប្រវត្តិយ៉ាងម៉េចទៅគឺគាត់មិនអាចរៀនបកកែអីអញ្ចឹងគាត់សោយទៅជួយមិនហ្នឹងគឺគ្រូគេបរៀនដែរបាទចឹងសម្បត្តិវងកញ្ចក់មកវិញបាទវែងឆ្ងាយបន្តិចណាបាទចែករំលែកមកដូចខ្ញុំនិយាយចែករំលែកចំណេះដឹងផងព័ត៌មានផងបាទព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Axios បាទសារព័ត៌មាន Axios បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារនេះបាននិយាយថាយោធារបស់សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកទៅលើភ្នំ Peaks បាទហៅថា Peaks របស់ប្រទេសអ៊ីរ៉ង់ហើយនឹងទម្លាក់គ្រាប់បែកនៅលើភ្នំហ្នឹងក្នុងពេលឆាប់នេះកន្លែងនេះគឺជាគេហៅថាទីអាគារនៅក្រោមដីជ្រៅបាទដែលអ៊ីរ៉ង់សាងសង់ឡើងហើយសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលសង្ស័យថាគឺអ៊ីរ៉ង់ប្រើប្រាស់ជាកន្លែងធ្វើសកម្មភាពនុយក្លេអ៊ែរបាទនិយាយសាមញ្ញថាវាដូចជារោងចក្រនុយក្លេអ៊ែរក្រោមដីមួយទៀតរបស់អ៊ីរ៉ង់ដែរអញ្ចឹងឥឡូវសហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកទៅលើបញ្ហាហ្នឹងអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Donald Trump នេះគឺបានធ្វើឡើងនៅថ្ងៃអង្គារនេះនៅឯសេតវិមានក្នុងពេលដែលលោកបានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីនៃប្រទេសលីបង់ដែលនេះជាសញ្ញាបង្ហាញថាបាទលោកប្រធានាធិបតីមិនមានចំណាប់អារម្មណ៍បន្តបត់ជុំបាញ់គ្នាទេនៅពេលនេះបាទឥឡូវនេះគឺលោកសម្រេចចិត្តក្នុងការបង្កើននៅភាពតានតឹងជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយបាទអញ្ចឹងគឺលោកត្រាំក៏ថាវាប្រហារឲ្យខ្លាំងតែម្ដងបាទសារព័ត៌មាន The Wall Street Journal បានរាយការណ៍កាលពីថ្ងៃច័ន្ទថាអ៊ីស្រាអែលបានផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅព័ត៌មានចារកម្មដែលអាចនឹងបញ្ជាក់ថាអ៊ីរ៉ង់ឥឡូវនេះគឺកំពុងតែដឹកជញ្ជូនបាទដឹកជញ្ជូននៅកាប់គ្រាប់នុយក្លេអ៊ែរឬក៏គេថាកន្លែងម៉ាស៊ីនសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសារធាតុសម្រាប់នុយក្លេអ៊ែរជាច្រើនគ្រឿងយកទៅដាក់នៅក្នុងភ្នំនឹងផងដែរបាទអញ្ចឹងដូច្នេះអាចនឹងមានបញ្ហាដែលខាងសហរដ្ឋអាមេរិកតែបន្តិចបាទអញ្ចឹង
តើការវាប្រហារនេះនឹងទទួលបានលទ្ធផលយ៉ាងណាហើយនឹងចាប់ផ្ដើមនៅពេលណាបាទយើងចងចាំមើលដែរណាព័ត៌មានទី5នេះគឺបានដឹងឈ្មោះហើយទាហានមួយរូបដែលបានពលីជីវិតនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងគណៈពេលដែលព្យាយាមដោះ drone ដែលធ្លាក់ drone របស់អ៊ីរ៉ង់ដែលបាញ់ទៅចូលក្នុងប្រទេសអ៊ីរ៉ាក់ហ្នឹងបាទធ្លាក់ហ្នឹងគឺគាត់មានឈ្មោះថា Michael Emmanuel Swinston អាយុ30ឆ្នាំបាទគាត់ជាព្រឹណបាលដែលមកពីបាទរដ្ឋ North Carolina គាត់បានពលីជីវិតកាលពីថ្ងៃសៅរ៍បាទក្នុងអំឡុងពេលដែលគេដោះជាតិផ្ទុះចេញពី drone ហ្នឹងប៉ុន្តែវាផ្ទុះទៅហើយគាត់អត់មានជាអ្នកចូលរួមដោះទេប៉ុន្តែគាត់នៅក្បែរហ្នឹងក៏ប៉ុន្តែនៅពេលដែលវាផ្ទុះទៅបាទវាផ្ទុះទៅគេបំផ្ទុះទៅអំបែងនេះវាហោះទៅចំគាត់ស្លាប់តែម្ដងបាទធ្វើឲ្យនេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារមិនអាចនិយាយអំពីប្រតិបត្តិការនឹងបានបាទអញ្ចឹងគឺពេលខ្លះជីវិតមនុស្សយើងត្រូវអស់ឃើញទេបាទនៅសមរភូមិអត់អីប៉ុន្តែដល់ពេលទៅផ្ទុះស្លាប់គឺដោយសារផ្ទុះអំបែងវាខ្ទាតមកហើយព័ត៌មានចុងក្រោយនេះគឺជាព័ត៌មានពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះគឺអ្នកស្រីអភិបាលអ្នកស្រី Mickey Sherrill អភិបាលរដ្ឋ New Jersey ដែលមកពីគណបកប្រជាធិបតេយ្យនឹងបានទទួលស្គាល់ថាមានអ្នកដែលមិនមែនជាពលរដ្ឋអាមេរិករហូតដល់ 6,600 នាក់គឺមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរបស់សហរដ្ឋអាមេរិកពិតប្រាកដមែនហើយក្នុងចំណោមនោះគឺមានមនុស្សប្រហែលជា400នាក់បាទបោះឆ្នោតដោយមិនត្រឹមត្រូវបាទនៅក្នុងការបោះឆ្នោតកាលពីពេលថ្មីនេះបាទបើតាមការប្រកាសរបស់អ្នកស្រីបាទនៅក្នុងសារនោះអ្នកស្រីបាននិយាយថាគឺបញ្ហាកើតឡើងមកពីបញ្ហា software នៅក្នុង computer ពេលដែលអ្នកទាំងអស់នោះគាត់ទៅសុំបានបើកបរបាទបានបើកបរពេលហ្នឹងគឺតាំងពីឆ្នាំ2023មកក៏ប៉ុន្តែគឺស្រាប់តែ computer ហ្នឹងវាមានបញ្ហាអញ្ចឹងឡើយគេដាក់ថាមិនមែនជាអ្នកពលរដ្ឋបោះឆ្នោតហ្នឹងគឺស្រាប់តែដាក់ចូលទៅក្នុងហ្នឹងទៅអញ្ចឹងនៅក្នុងសហរដ្ឋអាមេរិកគឺកន្លែងចុះឈ្មោះបោះឆ្នោតមានច្រើនណាស់នៅកន្លែង DMV ហ្នឹងក៏អញ្ចឹងដែរពេលដែលយើងទៅធ្វើកាតហ្នឹងជាពិសេសកាតបានបើកបរថ្មីបាទកាតអត្តសញ្ញាណហើយនឹងបានបើកបរគេធ្វើនៅកន្លែង DMV នៅកន្លែង Department of Motor Vehicle បាទកន្លែងយានយន្តហ្នឹងបាទចុះបញ្ជីយានយន្តហ្នឹងគឺធ្វើបានបើកបរនៅហ្នឹងធ្វើអត្តសញ្ញាណប័ណ្ណក៏នៅហ្នឹងដែរហើយពេលហ្នឹងគេសួរយើងថាទៅចុះឈ្មោះបោះឆ្នោតអត់បើយើងថាអូខេចុះឈ្មោះអ្នកជាពិសេសអ្នកមានអាយុគ្រប់បោះឆ្នោតគេចុចកន្លែងហ្នឹងទៅបាទចូលក្នុងបញ្ជីបោះឆ្នោតដោយខ្លួនឯងយើងមាននៅក្នុងបញ្ជីតែម្ដងពួកគេមានអាស័យដ្ឋានយើងអស់បាទប៉ុន្តែតាមអ្នកស្រីបញ្ជាក់ថាគឺដោយសារតែមានបញ្ហាអញ្ចឹងគឺចុចទៅស្រាប់តែវាទៅជាកន្លែងហ្នឹងទៅបាទដូច្នេះរឿងហ្នឹងកើតឡើងមុនពេលដែលអ្នកស្រីចូលមកកាន់តំណែងទៅទៀតហើយវាជារឿងមួយដែលចៃដន្យដែររឿងហ្នឹងកើតឡើងយូរហើយអត់មានអ្នកណានិយាយដល់ពេលលោកប្រធានាធិបតី Donald Trump ចោតប្រហែលថ្ងៃមុនឥឡូវស្រាប់តែចេញមកហើយថាមានរឿងនឹងពិតប្រាកដមែនបាទប៉ុន្តែមានចំនួនច្រើនប៉ុន្តែវាឆ្ងល់ត្រង់អ្នក400នាក់នោះខ្លួនឯងមិនមែនជាពលរដ្ឋអាមេរិកាំងហើយបើកាលណានៅក្នុងបញ្ជីហ្នឹងដាក់ថាយើងមាននៅក្នុងបញ្ជីបោះឆ្នោតហ្នឹងគឺខាងគណៈកម្មការរៀបចំការបោះឆ្នោតគេផ្ញើស្លឹកឆ្នោតហ្នឹងឲ្យយើងបានបោះឆ្នោតបានបោះឆ្នោតតាមសម្បត្តិក៏បានមកហើយដល់ពេលហើយជាគាត់ទៅបោះឆ្នោតគេដែរខ្លួនឯងមិនមែនសញ្ជាតិផងទៅបោះឆ្នោតចឹងមានប្រហែលជា400នាក់បាទនេះគឺជាការវិវត្តមួយនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការបោះឆ្នោតណាបាទចឹងសូមអរគុណប្រិយមិត្តចាដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមពិនិត្យមើលចូលមើលប្រិយមិត្តមួយចំនួនតែលោកមានសំណួរអីអាចឆ្លើយបានសូធារីឡុងបាទជំរាបសួរណាសុកជំរាបសួររ៉េតសារ៉ិតបាទជំរាបសួរមកយឺនបន្តិចបាទអត់បញ្ហាទេប៉ក់សូម៉ាលីជំរាបសួរពូខានចូលពូយូបាមិនអីទេសូម៉ាលីយីលៀងថៃខ្លាយជាប្រទេសព្រៃលែងមានច្បាប់ឲ្យប្រើប្រាស់កម្លាំងចៅព្រៃក្នុងនាមជាប្រទេសធ្លាប់តែ civilize បាទគឺខ្ញុំធ្លាប់បាននិយាយថាជនជាតិហ្នឹងគាត់បារម្ភពីឆាកអន្តរជាតិដែរណាប៉ុន្តែចុងក្រោយក្រុមលោក
អេគីបអាលោកអនុទានហ្នឹងគឺដូចជាអត់មានការអៀនខ្មាស់និយាយកុហកគេទាំងស្រុងទៅលើឆាកអន្តរជាតិប៉ុន្តែកន្លងមកគឺពួកគាត់នឹងចឹងដែរគឺគាត់រឿងតូចចឹងទៅគាត់ចង់ឲ្យធំគាត់ធ្វើដូចធំណាស់ចឹងទៅរឿងយើងធំគាត់ធ្វើដូចជាអត់មានរឿងអីក៏មានដែរបាទជាចរិតរបស់គាត់ដែរបាទជួយចិត្តបន្លំចឹងដែរក៏ប៉ុន្តែនៅពេលដែលយើងយកបញ្ហាហ្នឹងមកអន្តរជាតិគាត់ភ័យខ្លាចតែពួកខាងបច្ចុប្បន្ននេះគឺភ័យខ្លាចដែរក៏ប៉ុន្តែដូចជាមុខក្រាស់ដែរហើយជាអត់មានជំរឿអីយ៉ាងម៉េចបាទឬក៏សិលធម៌នៅក្នុងគាត់នឹងធ្លាក់ចុះយ៉ាងម៉េចមិនដឹងហាក់នវីជំរាបរលឹកលោកកុសីបាទជំរាបសួរលបងសួងគីមបាទជំរាបសួរបាទអរគុណបងមាសមុំបាទជំរាបសួរពីក្រុងស្ទឹងសែនបាទជំរាបសួរបរមីសីហក៏ថាមកខ្ញុំឃើញព័ត៌មានថាអនុទានជាងបតចម្រៀងតៃវ៉ាន់ដែលចិនហាមឃាត់លើទឹកដីចិនឲ្យមន្ត្រីចិនស្ដាប់តើបងយល់យ៉ាងណាដែរបើយោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃគាត់ថាចម្រៀងធានមីហ្នឹងគឺគេលែងហាមឃាត់ឲ្យនៅក្នុងប្រទេសចិនណាដូច្នេះព័ត៌មានថាគេនៅហាមឃាត់តែគាត់មកបកស្រាយថាគេលែងហាមឃាត់អញ្ចឹងដូច្នេះខ្ញុំមិនដឹងថាតើរឿងពិតគេនៅហាមឬមិនហាមណាប៉ុន្តែបើសិនជាយើងយកបទដែលគេហាមឃាត់ឲ្យមកច្រៀងអានឹងវាជាគេថាជាការល្មើសនឹង protocol ដែរណាបាទនីតិវិធីពិធីការដែរនៅចាំបាននេះប្រិមិត្តមួយចំនួនក៏អត់បានធំធាត់ដឹងក្តីចំនួនឆ្នាំ8ផ្លាយចំនួនឆ្នាំ8ផ្លាយហ្នឹងគឺបទសម័យពីដើមបទលោកតាស៊ីនស៊ីសមុទ្រហើយលោកស្រីរស់សេរីសុទ្ធាហ្នឹងគឺគេអត់ឲ្យចាក់ទេណាគេអត់ឲ្យចាក់ទេបាទគេអត់ឲ្យចាក់ទេបាទជាពិសេសនៅក្នុងកម្មវិធីផ្លូវការហ្នឹងបាទប៉ុន្តែនៅមានតែអ្នកលួចចាក់អញ្ចឹងដែរដូច្នេះវាដូចអញ្ចឹងក្នុងកម្មវិធីផ្លូវការដែលគេឲ្យចាក់ចម្រៀងបដិវត្តចម្រៀងអីលើកកម្ពស់កងទ័ពអីហ្នឹងស្រាប់តែយើងយកបទស៊ិនស៊ីសមុទ្រទៅចាក់ពេលជំនាន់ហ្នឹងច្បាស់ជាមានរឿងរ៉ាវថ្មីហើយបើសិនជាចម្រៀងនេះគេពិតជាហាមឃាត់នៅក្នុងហ្នឹងមែនលោកអនុទានយកទៅច្រៀងនឹងដូចជាចំអកឲ្យគេវិញក៏ប៉ុន្តែអ្នកនាំពាក្យថាគេលែងហាមឃាត់យ៉ាងណាក៏ដោយដូចដែលខ្ញុំបាននិយាយព្រឹកមិញអញ្ចឹងគឺនេះជាវិធីធ្វើការមួយរបស់លោកអនុទាននៅក្នុងការកសាងទំនុកចិត្តជាមួយនឹងប្រទេសនានាបាទតាមរយៈគាត់ប្រើខាងភាសាថៃអ្នកនាំពាក្យថៃគាត់ប្រើពាក្យថា music diplomacy បាទគឺការទូតតន្ត្រីដែលខាងអនុទាននឹងប្រើបាទអញ្ចឹងដូច្នេះយើងមើលផងដែរពីរដ្ឋបរោះមួយទៅរដ្ឋបរោះមួយគាត់មានវិធីសាស្ត្រក្នុងការធ្វើការរបស់គាត់បាទអ្នកខ្លះគាត់ចូលចិត្តមកនិយាយអំពីរឿងផ្ទាល់ខ្លួនអញ្ចឹងដើម្បីឲ្យកាន់តែស្និទ្ធស្នាលអ្នកខ្លះអត់ទេសុផាតសុកលោកពូកុំភ្លេចមករស់នៅស្រុកយើងវិញពេលលោកពូមកលេងស្រុកយើងឃើញការអភិវឌ្ឍផ្នែកផ្លែកទេអាចទាញសេដ្ឋកិច្ចសកលចូលមកស្រុកយើងឥឡូវស្រុកយើងការធ្វើដំណើរដោយស្រួលច្រើនប្រជាជននៅថាដឹកនាំមានភាពរាក់ទាក់គួរចង់តំណែងអរគុណបាទខ្ញុំថាខ្ញុំទៅវិញតែខ្ញុំពេលខ្ញុំចូលនិវត្តន៍ខ្ញុំនឹងទៅវិញបាទប៉ុន្តែខ្ញុំអាចនឹងសុំចូលនិវត្តន៍មុនពេលតនខ្លួននៅមានកម្លាំងអាចនឹងទៅធ្វើអ្វីផ្សេងនៅទីនោះថាខ្ញុំមិនដែលដូចខ្ញុំបាននិយាយទាំងប្រិមិត្តមួយចំនួនបានដឹងហើយគឺខ្ញុំមកសហរដ្ឋអាមេរិកមកធ្វើការគឺមកដោយតាមរយៈ VOA គាត់ហៅមកធ្វើការនៅ VOA បាទអញ្ចឹងខ្ញុំមិនមែនជាអ្នកភៀសខ្លួនឆ្នាំ8ផ្លាយឬក៏ភៀសខ្លួនដោយសាររឿងនយោបាយនៅស្រុកខ្មែរអត់មានទេខ្ញុំមិនដែលមានបញ្ហាអ្វីទេបាទដែលខ្ញុំតែលេងតែខ្ញុំពលករចំណាក់ស្រុកទេបាទខ្ញុំមកធ្វើការដូច្នេះខ្ញុំមិនដែលមានកំណត់បន្ទុះសារាយអីជាមួយនឹងប្រទេសកម្ពុជានោះទេហ្នឹងទី1ទី2ខ្ញុំមិនដែលនៅក្នុងបញ្ជីហាមឃាត់អីអ្នកណាមួយដែលខ្ញុំមិនអាចឲ្យចូលប្រទេសកម្ពុជានោះបានទេមិនមែនទេមិនដែលទេការដែលខ្ញុំមិនទៅក្នុងពេលកន្លងមកវាមានរឿងផ្ទាល់ខ្លួនមកខ្ញុំដែលខ្ញុំមិនចង់និយាយបើខ្ញុំមានរឿងផ្ទាល់ខ្លួនមកខ្ញុំដែលខ្ញុំមិនបានទៅប៉ុណ្្នឹងទេបាទអត់មានបញ្ហាណាហាមឃាត់ទេហើយទី3ខ្ញុំអត់ដែលទៅបម្រើគណៈបកនយោបាយណាសូម្បីតែបច្ចុប្បន្នក៏ចឹងដែរអត់មានគណៈបកនយោបាយណាដែលជាម្ចាស់ខ្ញុំទេដូច្នេះខ្ញុំចង់ទៅណាខ្ញុំមានសិទ្ធិសេរីភាពពេញលេញសូម្បីតែនៅអាមេរិកនេះក៏ខ្ញុំអត់មានគ្រប់គ្រងបកណាដែរបាទខ្ញុំរក្សាខ្លួនជាមនុស្សឯករាជ្យអ្នកមនុស្សសេរីដែលមានសេរីភាពនៅសពបែបយ៉ាងអញ្ចឹងខ្ញុំទៅណាដល់ហៅទៅណាវាសិទ្ធិរបស់ខ្ញុំទេបាទអញ្ចឹងអត់មានអ្នកណាមកត្រួតត្រាខ្ញុំបានទេបាទអញ្ចឹងខ្ញុំគ្រាន់តែជម្រាបអញ្ចឹងប្រិមិត្តមួយចំនួនបានយល់ហើយ
lâm chum li hieng mà chim yếp xua và smiley guest house chim yếp xua soi sita chim yếp xua phong peng sron su đây man cầm xây ba chim yếp xua zone phone hai ba ok ở hai nè ba ở miền ấy xây đi đây ba John kêu ba John kêu chim yếp xua John ba na sok som su mũi lúc ta bật tê xiêm bia từ tua chân miềnประมาณ បានតៃវ៉ាន់គេនៅស្ងៀមតើប្រទេសសៀមវាទទួលចិនមានប្រមាណបានតៃវ៉ាន់គេនៅស្ងៀមអត់យល់សំណួរចង់និយាយតាក់ទងជាមួយនឹងការដែលកម្ពុជានិយាយពីគោលនយោបាយចិនតែមួយហើយតៃវ៉ាន់ខឹងហើយសៀមនៅតែទទួលបានការអនុញ្ញាតឲ្យចូលពីខាងចូលក្នុងតៃវ៉ាន់ដោយមិនរដ្ឋបတ်ដោយខ្មែរហ្នឹងហើយយ៉ាងម៉េចបើខ្ញុំអត់យល់សំណួរហ្នឹងដែរបើខ្ញុំមិនចង់ឆ្លើយឲ្យខុសណាហ៊ុយច័ន្ទរិទ្ធក៏ថាសហរដ្ឋអាមេរិកខ្លាចបាក់មុខអ៊ីរ៉ង់មានមិនចុះញោមចឹងសង្គ្រាមមិនមើលឃើញផ្លូវបញ្ចប់ហើយលោកពូបាទតាមមើលទៅបាទមានវិធីខុសគ្នាអញ្ចឹងមកខ្ញុំជាគិតដែរលោកប្រធានាធិបតីគាត់ចូលចិត្តប្រើកម្លាំងចុងក្រោយគាត់ដូចជាចូលចិត្តប្រើកម្លាំងជាងការទូតបាទដូច្នេះដោយការប្រើទឹកប្រាក់អស់37,000 លានដុល្លារផ្នែកយោធាគាត់ប្រើអញ្ចឹងហើយក្នុងខណៈពេលដែលប្រើវិធីសាស្ត្រផ្សេងអាចនឹងចំណាយតិចជាងហ្នឹងប៉ុន្តែទទួលលទ្ធផលបានប្រសើរអញ្ចឹងដូច្នេះអ្វីដែលខ្ញុំខ្លាចនឹងដូចអ្នកជំនាញគាត់បានលើកឡើង4ចំណុចក្នុងពេលសេណារីយ៉ូ4ដែលខ្ញុំធ្លាប់បានចែករំលែកកន្លងមកហ្នឹងណាបាទខ្លាចជួចំសេណារីយ៉ូទី3ហ្នឹងបើចូលដល់កន្លែងហ្នឹងមែនហើយមើលទៅកាឡាបើចំក្រោយអាចចេញសេណារីយ៉ូហ្នឹងគឺបាទធ្វើឲ្យកិត្តិយសរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ហ្នឹងឬក៏ពិភពលោកហ្នឹងធ្លាក់ទៀតណាបាទធ្វើមិនស្រួលណាពីពួកអីចេះអាសេណារីយ៉ូទី3ហ្នឹងគឺសហរដ្ឋអាមេរិកនឹងចរចាជាមួយនឹងពួកយោធានៅអ៊ីរ៉ង់ដែលមិនរឹងត្អឹងហ្នឹងហើយឲ្យពួកនឹងបន្តកាន់អំណាចទៀតរបៀបគំរូនៅវេណេស៊ុយឡាអញ្ចឹងពួកនឹងនៅអាចបន្តកាប់សម្លាប់ប្រជាពលរដ្ឋបានក្នុងខណៈពេលដែលប្រជាពលរដ្ឋអ៊ីរ៉ង់ចេញមកតវ៉ាច្រើនហើយគេស្លាប់សម្លាប់គាត់អស់ច្រើនជាង10000នាក់តាមតួលេខខ្លះថា20000នាក់ហ្នឹងបាទនឹងដូចយើងក្បត់ពួកគាត់អញ្ចឹងបាទពេលដែលយើងវាយក្ដុំក្ដាំងខូចប្រទេសខូចអីហើយស្រាប់តែឲ្យពួកនោះនៅកាន់អំណាចបានតទៅទៀតដោយមានការព្រមព្រៀងពីសហរដ្ឋអាមេរិកព្រោះឥឡូវបើកឲ្យលក់ប្រេងលក់អីតាមចិត្តទៅហើយបាទអញ្ចឹងគឺខ្ញុំខ្លាចតែចូលសេណារីយ៉ូនោះដូចយើងក្បត់ប្រជាពលរដ្ឋអ៊ីរ៉ង់អញ្ចឹងបាទហើយកលាវាទៅច្រកហ្នឹងហើយបើមើលទៅកលាច្រកហ្នឹងហើយបាទអញ្ចឹងនឹងគឺជារឿងដែលយល់ថាការចំណាយ37,000 លានដុល្លារហើយនឹងចំណាយបន្ថែមទៀតក្នុងពេលខាងមុខនោះសមស្របដែរឬទេក្នុងខណៈពេលដែលមានមធ្យោបាយផ្សេងទៀតដែលបានលើកឡើងប្រើវិធីសាស្ត្រទុនជាងនេះអាចនឹងមានការផ្លាស់ប្ដូរបាទប៉ុន្តែលោកប្រធានាធិបតីលោកសម្រាប់ប្រើវិធីសាស្ត្រហ្នឹងនឹងធ្វើម៉េចហ្នឹងបាទMummy Grace អមរាថាជំរាបសួរបង FBI ទៅថៃហើយតើបងយល់យ៉ាងណាដែរបើជារឿងធម្មតាទេ FBI ទៅថៃទៅខ្មែរហ្នឹងគឺគាត់តែងតែមានការងារចឹងព្រោះនៅខាងខ្មែរហ្នឹងក៏មានកាយឡៃតំណាង FBI មួយដែរអ្នកដែលតំណាង FBI មុនគេនៅខ្មែរយើងដែរបាទ FBI អាមេរិកតំណាងប្រចាំនៅកម្ពុជាហ្នឹងខ្មែរយើងតែខ្ញុំស្គាល់ឪពុកម្ដាយគាត់ដែរគាត់នៅខាង Virginia ខ្ញុំដឹងប្រវត្តិគាត់តាំងពីមកពីអាមេរិកបាទដូច្នេះកាយឡៃតំណាងក្នុងការធ្វើការសហការជាមួយនឹង FBI អាមេរិកហ្នឹងគឺកម្ពុជាធ្វើជាប្រចាំបាទធ្វើជាប្រចាំជាពិសេសគឺប្រឆាំងនឹងការភេរវកម្មប្រឆាំងនឹងការលាងលុយកខ្វក់អីបណ្ដាញភេរវកម្មបាទនៅក្នុងហ្នឹងគឺធ្វើការជាប់ជាមួយគ្នាដែរតាបាទអញ្ចឹងដូច្នេះវាជារឿងធម្មតាទេដែលថ្នាក់ធំរបស់ FBI បាទនៅកម្ពុជាក៏ទៅដែរតាតែកម្ពុជាទៅដែរតែប្រហែលថ្ងៃមុននោះគឺគេប្រាប់ខ្ញុំថាទៅដែរតាបាទទៅដែរឬក៏ពេលគេប្រាប់ខ្ញុំដូចជារៀបចំចាំទទួលបើជាមិនទាន់បានទៅដល់ទេបាទអញ្ចឹងទៅកម្ពុជាក៏នឹងមានទៅដែរបាទគេប្រាប់ខ្ញុំមកនោះគឺថាប្រធាន FBI ទៅផងបាទអញ្ចឹងដូច្នេះវាជារឿងធម្មតាទេគាត់នឹងទៅខ្មែរដែរគាត់ថាអ្វីដែលសហរដ្ឋអាមេរិកផ្ដោតពេលបច្ចុប្បន្ននោះគឺ
ការលុបបំបាត់ scam center ហ្នឹងពីព្រោះអ្នកដែលរងគ្រោះហ្នឹងគឺពលរដ្ឋអាមេរិកហ្នឹងបាទច្រើនណាស់ហើយនិយាយដល់ចំណុចហ្នឹងដូចខ្ញុំបានប្រាប់ពុកមិញអញ្ចឹងណាគឺ DMV ណា DMV ជាអ្នកចេញបានបើកបរហ្នឹងគឺអ្នកដែលទទួលបានបើកបរអីអន្តរជាតិអីដែលមាន website អីឲ្យញ៉ាតំណអីបំពេញហើយប្រឡងអីយកមកបានស្រួលអស់400 300ហើយហ្នឹងហើយគេហៅថាបានបើកបរអន្តរជាតិអីហ្នឹងគេបោកប្រាស់ណា scam ហ្នឹងចេញម្នាក់ដែលរៀបចំហ្នឹងមិនមែនអ្នកអាមេរិកទេណាមិនដឹងជាមជ្ឈមណ្ឌលជួនកាលនៅអាស៊ីទេណាដែលធ្វើសកម្មភាពបែបហ្នឹងអញ្ចឹងបើអ្នកណាបានបំពេញបែបបត់ហ្នឹងហើយបានបើកបរអន្តរជាតិ digital ហ្នឹងប្រយ័ត្នណាពីព្រោះខ្ញុំបើតាមខ្ញុំដឹងគឺមានច្រើនដែលគេធ្វើហ្នឹងហើយមានអ្នកចាញ់បោកច្រើននៅខ្មែរហើយមានក្រុមហ៊ុនពីរបាទពីព្រោះអីគេចេញមកខុសគ្នាហើយគេបានបើកបរគេបាន digital ទេនៅអាមេរិកអត់ទាន់មានបានបើកបរ digital ទេណាកុំជឿឲ្យសោះបាទកុំជឿឲ្យសោះបានបើកបរខ្ញុំស្ទើរតែនៅ hard copy ទាំងអស់បាទអ្នកណានៅអាមេរិកទាំងបានបើកបរទៅតាមរដ្ឋនីមួយបាទគឺ hard copy ទេអត់មាន digital ទេបាទទៅតាមរដ្ឋនីមួយអត់មានទេណាបាទអញ្ចឹងប្រយ័ត្ន scam ហ្នឹងបោកប្រាស់ហ្នឹងមិនដឹងជាបោកពិភពណាទេអញ្ចឹងបើអ្នកណាបានបំពេញ form ហ្នឹងហើយបានអាហ្នឹងហើយបោះចោលទៅកុំសាកយកមកប្រើនៅអាមេរិកអត់មានឬក៏ប្រើនៅប្រទេសណាផ្សេងប្រយ័ត្នបើខុសប៉ូលីសគេចាប់យកហ្នឹងឲ្យគេចាប់តាំងពីប្រើប្រាស់ឯកសារคล้ายៗទៀតណាបានបើកបរដែលអាចប្រើនៅសហរដ្ឋអាមេរិកបានគឺមានបានដែលចេញដោយក្រសួងក្រសួងសាធារណការរបស់កម្ពុជាខាងទទួលបន្ទុកខាងបានបើកបរហ្នឹងគេមានចេញកំណត់អន្តរជាតិរបស់គេសភៅគេមួយហ្នឹងអាហ្នឹងអាចមកប្រើបាននៅអាមេរិកឬបើមិនទេយកមកដល់អាមេរិកនេះឲ្យស្ថានទូតគាត់ចេញកំណត់ឲ្យនឹងអាចបើកបានមួយខែណាប៉ុន្តែដូចមានថ្មីរបស់គេកម្ពុជាធ្វើដូចបានមួយឆ្នាំអានោះទីបានស្របច្បាប់ណាកុំបថុយអនឡាញអសោះបើមានហើយសូមលុបចោលភ្លាមបាទហើយបើអ្នកតាមតតដឹងទេជួយប្រាប់តគ្នាណាកុំឲ្យចាញ់បោកគេបាទពួក scammer នឹងច្រើនណាស់បាទអញ្ចឹងអរគុណច្រើនណាអរគុណច្រើនដែលខ្ញុំមានឱកាសចែករំលែករឿងនេះជាមួយនឹងបងប្អូនអូណាសុកក៏សួរថាម៉េចខ្មែរចិនតែមួយចុះសៀមចិនមានពីរឬមួយបានជាតែបានគេអត់ចាត់ការដូចយើងខ្ញុំនៅតែអត់យល់សំណួរនឹងដដែលបាទខ្មែរចិនតែមួយចុះសៀមចិនមានពីរឬមួយបានតែបានគេអត់ចាត់ការដូចយើងអត់យល់សំណួរនឹងដដែលសុំទោសណាអមរាថាអត្ថបទរបស់បងយុល្អអូខេអរគុណច្រើនសៀបស៊ីក៏ថាសួស្ដីបងសៀមមិនស្ដាប់អន្តរជាតិផងសូម្បីបារាំងរឿងស្ដាប់មិនស្ដាប់រឿងក៏ជាគាត់ចេះនិយាយឲ្យតែពីរោះរបស់គាត់អញ្ចឹងប៉ុន្តែនៅពេលដែលគេប្រើប្រាស់យន្តការពិតប្រកបចាំមើលថាគាត់ព្រមចូលខ្លួនយ៉ាងម៉េចនឹងចាំមើលសិនបាទបើអាមេរិកយកគ្រប់គ្រងអ៊ីរ៉ង់តើល្អទីពូអូសំណួរនេះល្អមែនតើសំណួរល្អមែនតើការវាយប្រទេសមួយបាទខ្ញុំភ្លេចឈ្មោះអ្នកដែលនិយាយណាខ្ញុំភ្លេចឈ្មោះអ្នកនិយាយគាត់ដូចជាឧត្តមសេនីយ៍ផ្កាយមាស4របស់អាមេរិកឬក៏យ៉ាងម៉េចខ្ញុំភ្លេចឈ្មោះគាត់ឬក៏លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកលោកមុនលោក Lloyd Austin គាត់អូខេខ្ញុំភ្លេចឈ្មោះអ្នកនិយាយហ្នឹងគាត់លើកឧទាហរណ៍ប្រទេសអ៊ីរ៉ាក់បាទហើយនឹងប្រទេសអូជាពិសេសអាហ្វហ្គានីស្ថានគាត់និយាយអាហ្វហ្គានីស្ថាននេះគាត់ថាកំហុសរបស់សហរដ្ឋអាមេរិកបាទគឺយើងចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺដើម្បីផ្ដួលរំលំរបបតាលីបាននឹងទេគឺអត់មានគម្រោងនឹងទៅគ្រប់គ្រងទៅលើប្រទេសអាហ្វហ្គានីស្ថាននឹងទេប៉ុន្តែកំហុសរបស់សហរដ្ឋអាមេរិកគឺវាផ្ដួលរំលំរបបនឹងហើយនៅបន្តគ្រប់គ្រងមិនត្រឹមតែគ្រប់គ្រងរយៈពេលខ្លីទេហើយផ្ទេរឲ្យគេកាន់ទេថែមទាំងចូលរួមនៅក្នុងប្រតិបត្តិការស្ដារឡើងវិញប្រទេសអាហ្វហ្គានីស្ថាននឹងទៀតទីបំផុតប្រហែលឆ្នាំក្រោយមកធ្លាក់ទៅតាលីបានវិញដដែលអញ្ចឹងនេះជាកំហុសរបស់សហរដ្ឋអាមេរិកមួយដែលគាត់គិតថាអញ្ចឹងថាផែនការទៅដំបូងអត់មានទៅ
ទៅនៅត្រាំត្រៃនៅនោះទេចឹងអ្វីដែលគាត់និយាយមួយម៉ាត់ដែលខ្ញុំចាំបានគាត់ថាវាយកប្រទេសមួយជារឿងលំបាកបាទវាប្រទេសមួយដើម្បីឲ្យដួលគឺជារឿងលំបាកក៏ប៉ុន្តែវារឹតតែលំបាកជាងនឹងទៅទៀតប្រសិនបើយើងនៅទីនោះឲ្យគ្រប់គ្រងប្រទេសនោះបាទអញ្ចឹងដូច្នេះចម្លើយទៅក្មួយវិញគឺអត់ល្អទេបាទអត់ល្អទេពីព្រោះអីបាទផ្នត់គំនិតរបស់គេនៅក្នុងជនជាតិគេនោះផ្សេងគឺអាចនឹងមានបញ្ហាកើតឡើងច្រើនសន្តិសុខសុវត្ថិភាពចំណាយថវិកានឹងច្រើនបាទទីបំផុតលទ្ធផលអត់មានទៅណាឆ្ងាយទេបាទក៏លើកឧទាហរណ៍នៅអាហ្វហ្គានីស្ថានបាទរឿងហ្នឹងណាបាទអញ្ចឹងអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកសួរសំណួរពិភាក្សាជាមួយខ្ញុំនេះបាទសូមអរគុណសូមជម្រាបលាបាទ